រងរឿងអាស្រ័យឆ្អែតឆ្អន់បុត្រសីហាវិលមកចាប់អាជីពចម្រៀងបដិញ្ញាសាងជីវិតថ្មីក្រោយជាប់ពន្ធនាគារមួយឆ្នាំមហាជននិយមតាមដានរឿងរ៉ាវសិល្បៈជាពិសេសពាក់ព័ន្ធនឹងម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី1លោកបុត្រសីហាច្បាស់ជាបានជ្រាបខ្លះមកហើយនៅភ្ជុះភ្លៀងរឿងរ៉ាវអាស្រូវរបស់លោកជាបន្តបន្ទាប់យ៉ាងណាមិញក្រោយភ្លៀងមេឃស្រឡះហើយនោះមួយរយៈធំចុងក្រោយនេះលោកបុត្រសីហាក៏មិនបានលេចឆ្វេងនៅព័ត៌មានមិនល្អណាមួយទៀតដែរតែនៅតែបន្តភាពស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈដែលដោយឡែកថ្មីនេះលោកបុត្រសីហាក៏បានបង្ហាញវត្តមានជាថ្មីម្ដងទៀតហើយក្នុងការចេញផលិតបទចម្រៀងបន្តដោយក្នុងនោះលោកបានបង្ហាញពីសកម្មភាពនានានៅលើ Page Facebook ផ្លូវការរបស់លោកទូយ៉ាងក្រោយវិលត្រឡប់មកវិញនេះដែរលោកបុត្រសីហាក៏បានទម្លាយពីរឿងអាស្រូវចុងក្រោយរបស់លោកពាក់ព័ន្ធនឹងគ្រឿងញៀនដោយលោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល1ឆ្នាំនិងទើបតែបានចេញមកវិញតាមរយៈវីដេអូខ្លីមួយលោកបុត្រសីហាបានបញ្ជាក់ពីមូលហេតុធ្វើឲ្យលោកស្លងចូលពាក់ព័ន្ធគ្រឿងញៀននិងឈានដល់ជាប់ពន្ធនាគារព្រោះតែពេលនោះលោកមានវិបត្តិផ្លូវចិត្តពាក់ព័ន្ធរឿងគ្រួសារហើយចំពេលមានមិត្តភ័ក្តិប្រើប្រាស់គ្រឿងញៀនក៏ស្លងចិត្តទៅតាមមិនត្រឹមតែប៉ុណ្ណោះលោកបុត្រសីហាក៏បានភ្ជាប់នៅសារមួយឃ្លាថាខ្ញុំចេញមកខ្ញុំមិនបានខ្មាស់និងមិនបង្ហាញនឹងភាពអាក្រក់របស់ខ្ញុំទេជាប់គុកខ្ញុំក៏ប្រាប់ប្រើគ្រឿងញៀនខ្ញុំក៏និយាយ